បាទអូខេជំរាបសួរបងប្អូនប្រិយមិត្តអ្នកសិក្សាទាំងអស់គ្នាបាទថ្ងៃនេះយើងមកជួបគ្នាម្ដងទៀតហើយជាមួយ Channel Learning Math បាទដែលយើងខ្ញុំលើកយកនៅវីដេអូមួយដែលទាក់ទងនឹងកំណែលំហាត់ថ្នាក់ទី9បាទមេរៀនទី1ទាក់ទងចំនួនអក្សរនិទានបាទគឺលំហាត់ទី1នេះបាទគឺគេឲ្យយើងកណនានៅកន្សោមលេខបាទគឺទាក់ទងឫសការ៉េបាទឫសការ៉េនៃ9អញ្ចឹងយើងកណនាមកតើវាស្មើប៉ុន្មានបាទឫសការ៉េ16បាទដកឫសការ៉េនៃ64បាទមានច្រើនទៀតបាទគឺលំហាត់ទី1គឺមានប៉ុណ្ណេះឯងបាទអញ្ចឹងតើយើងដោះស្រាយយ៉ាងម៉េចអូខេហ្នឹងហើយអញ្ចឹងវីដេអូនេះផងដែរផ្ញើជូនជាពិសេសដល់បងប្អូនថ្នាក់ទី9បាទគឺអាចទស្សនាបានបាទហើយបន្ទាប់ពីទស្សនារួចសូមជួយចុច Subscribe Channel Learning Math ផងបាទហ្នឹងហើយអូខេអញ្ចឹងឥឡូវយើងមើលថាតើលំហាត់នេះយើងដោះស្រាយយ៉ាងម៉េចបាទអូខេអញ្ចឹងមុននឹងធ្វើការដោះស្រាយវាខ្ញុំសូមធ្វើការរំលឹកមេរៀនមួយបាទគឺទាក់ទងនឹងការដោះស្រាយលំហាត់ហ្នឹងបាទគឺទី1ទាក់ទងនឹងឫសការ៉េនៃ a ការ៉េបាទគឺស្មើ a ក្នុងករណីនេះគឺ a ធំជាងឬស្មើ0បាទអូខេនឹងមួយហើយមួយទៀតបាទទាក់ទងនឹងឫសគីបបាទឫសគីបនៃ a គីបបាទស្មើ a បាទ a យើងជាចំនួនពិតបាទមានន័យថា a វិជ្ជមានក៏បានអវិជ្ជមានក៏បានគឺបានទាំងអស់បាទគឺអូខេហើយយើងដឹងហើយថាចំពោះឫសការ៉េរ៉ាឌីកង់របស់វាគឺត្រូវតែវិជ្ជមានជានិច្ចបាទហើយបើឫសគីបអត់អីទេចំពោះរ៉ាឌីកង់របស់វាគឺវិជ្ជមានក៏បានអវិជ្ជមានក៏បានពួក a វាជាចំនួនពិតបាទអូខេអញ្ចឹងកន្លែងនេះប៉ុណ្ណឹងបាទហើយយើងដឹងហើយតើតើនឹងអានេះគេហៅថារ៉ាឌីកាល់បាទឬការ៉េនៃ a ការ៉េនេះបាទអញ្ចឹងអានេះគេហៅរ៉ាឌីកាល់ហើយអាក្នុងនេះគេហៅថារ៉ាឌីកង់បាទអូខេហ្នឹងហើយឥឡូវខ្ញុំអត់និយាយអីទេខ្ញុំរំលឹកមួយទៀតបាទតើតើនឹងចំនួនបឋមអញ្ចឹងហេតុអីបានគណនាឬការ៉េនេះវាត្រូវការសិក្សាទៅលើចំនួនបឋមដែរបាទតិចទៀតយើងនឹងបានដឹងហើយថាចំនួនបឋមនោះវាមានទំនាក់ទំនងយ៉ាងម៉េចបាទអញ្ចឹងចំនួនបឋមគឺជាចំនួនគុណធម្មជាតិធំជាង1បាទហើយមានតួចែក2គឺ1នឹងខ្លួនឯងបាទអញ្ចឹងឲ្យតែជាចំនួនគុណធម្មជាតិដែលធំជាង1ហើយមានតួចែក2 1នឹងខ្លួនឯងគឺវាគឺជាចំនួនបឋមហើយឧទាហរណ៍ដូចជា2បាទ2គឺមានតួចែក2 1និងលេខ2ខ្លួនឯងនឹងហើយបាទអូខេគឺមាន3មាន5មាន7 11 13អីច្រើនទៀតបាទអូខេអញ្ចឹងឥឡូវយើងទៅមើលថាតើគេដោះស្រាយយ៉ាងម៉េចបាទអូខេតោះឥឡូវយើងទៅមើលដំណោះស្រាយបាទហើយមួយទៀតតកតងនឹងរំលឹកនឹងមួយទៀតដែរខ្ញុំអត់ទាន់បានរំលឹកក្នុងមេរៀននេះទេបាទតែខ្ញុំនឹងបង្ហាញនៅក្នុងពេលដែលយើងដោះស្រាយលំហាត់បាទគឺការបំបែកកត្តាបឋមព្រោះការកណនាឬការ៉េនិងឬគីបគឺយើងត្រូវចេះបំបែកកត្តាបឋមផងដែរតោះឥឡូវយើងទៅមើលដំណោះស្រាយបាទហ្នឹងហើយដំណោះស្រាយទី1តកតងនឹងឬការ៉េនៃ9បាទជាងស្មើប៉ុន្មានហេចឹងដើម្បីស្មើប៉ុន្មានជាដំបូងដើម្បីដោះស្រាយវាបានយើងត្រូវចេះធ្វើការបំបែកកត្តាបឋមបាទនេះបែកកត្តាបឋមបាទគឺយើងយក9មកបំបែកជាកត្តាបឋមនេះ9បាទអញ្ចឹងនេះគឺជាការបំបែកកត្តាបឋមបាទតបមកយើងមើលមួយជួរនេះគឺជាបើយើងនិយាយថាដំបូងគឺយើងដាក់9បាទហើយមួយជួរនេះគឺតួចែកបាទតែតួចែកនៅមួយជួរនេះគឺជាចំនួនបឋមបាទយើងដាក់បានតែចំនួនបឋមទេហើយចំនួនបឋមគឺយើងដាក់តាមលំដាប់របស់វាបាទគឺពីតូចទៅធំតែយើងអាចដាក់បានបាទប៉ុន្តែដាក់ហ្នឹងតតែដាក់ហ្នឹងគឺជាតួចែកហ្នឹងដែលជាចំនួនបឋមហ្នឹងតតែជាចំនួនដែលចែកដាច់ហ្នឹងនេះដែរនេះមានយកអាខាងនេះមកចែកឲ្យអាខាងនេះចែកដាច់គ្នាបាទគេហៅដូច9អញ្ចឹងបើយើងគិតបើយើងថាដាក់ចំនួនបឋមឥឡូវសួរថាដាក់2បានអត់2ជាចំនួនបឋមដាក់អត់បានទេដោយសារតែ9វាអត់ចែកដាច់នឹង2ទេបាទអញ្ចឹងមានតែដាក់3បាទ3 9ចែកឲ្យ3បាទ
9 chạy 3 bạn 7 แต่ពេលបានលទ្ធផលគឺយើងដាក់លេខនេះបាទនេះគឺជាលទ្ធផលបាន3បាទចឹង3បន្ទាប់មកយើងដាក់3ទៀតបាទព្រោះថាបើដាក់ផ្សេងពី3វាអត់បានទេព្រោះ3បាទ3ចែក3គឺបាន1អូខេហ្នឹងហើយហើយបន្ទាប់មកនេះបន្ទាប់ពីយើងបែកកតាបឋមវាបានហើយយើងសរសេរវាជាផលគុណបាទជាកតាបឋមបាទអញ្ចឹង9នេះបើយើងបែកអាប៉ុណ្ណឹង9មានន័យថា9ស្មើ3គុណឲ្យ3បាទអញ្ចឹង3គុណឲ្យ3គឺស្មើ3ការ៉េបើស្មើ3ការ៉េអញ្ចឹងកន្លែងនេះឃើញយើងអាចទៅសេបានហើយបាទគឺឬការ៉េនៃ9គឺស្មើឬការ៉េនៃ3ការ៉េបាទហើយជាងយើងអនុវត្តតាមរំលឹកមិញគឺស្មើ3អូខេអញ្ចឹងឬការ៉េនៃ9គឺស្មើ3បាទហ្នឹងហើយអូខេឥឡូវយើងមើលមួយទៀតបាទមួយទៀតគឺតកតងនឹងឬការ៉េ16ឥឡូវឬការ៉េ16ស្មើប្រមាណបាទដូចគ្នាដែរដើម្បីដោះស្រាយវាយើងត្រូវធ្វើការបែកកតាបឋមនៃ16ហ្នឹងសិនបាទ16យើងបែកមកគឺបាននេះបាទដំបូងយើងដាក់2បាទ16ចែក2គឺបាន8អញ្ចឹង8យើងដាក់កន្លែងនេះបាទអញ្ចឹងបញ្ចូលនេះយើងដាក់ចំនួនបឋមទាំងអស់បាទចំនួនបឋមដែលវាអាចនេះដែលអាខាងនេះវាយកមកចែកដាច់បាទអញ្ចឹង16ចែក2បាន8បាទអញ្ចឹងតោះមកយើងដាក់2 អញ្ចឹង8ចែក2បាន4បាទអញ្ចឹងដូចគ្នាដែរយើងដាក់2បាទព្រោះមានយើងចំនួនបឋមដែលទូចជាងគេគឺ2ហ្នឹងអញ្ចឹងដាក់ដំបូងដាក់2វាសារតែ2វាចែកដាច់តមកហោហែមក4ចែក2បាន2បាទអញ្ចឹងនេះ2ចែក2បាន1ធ្វើមិនក៏ដោយឲ្យនេះឲ្យខាងនេះសល់1បាទអាហ្នឹងគឺយើងឈប់ចែកទៀតហើយបាទអូខេអញ្ចឹងមានន័យថា16នេះយើងឃើញថានេះចឹងបាន2 2 2 2អញ្ចឹងមាន16គឺស្មើ2គុណខ្លួនឯងចំនួន4ដងបាទអូខេហ្នឹងហើយបន្ទាប់មកគឺយើងស្មើ2គុណឲ្យ2បាទគុណឲ្យ2គុណឲ្យ2អញ្ចឹងដោយសារតែវានេះវាតកតងឬការ៉េអញ្ចឹងខ្ញុំចាប់វាពី2ដើម្បីឲ្យងាយគ្នាយើងបានយល់បាទអញ្ចឹង2គុណ2បាន2ការ៉េបាទ2គុណ2បាន2ការ៉េអូខេហ្នឹងហើយតបមក2ការ៉េគុណឲ្យ2ការ៉េបាទអញ្ចឹងយើងដឹងហើយថារូបមន្ត a ស្វ័យគុណ n គុណឲ្យ b ស្វ័យគុណ n គឺស្មើ a គុណ b ទាំងអស់ស្វ័យគុណ n បាទអញ្ចឹងដូចគ្នាដែរ2ការ៉េគុណឲ្យ2ការ៉េអញ្ចឹងយើង a ការ៉េនេះយើងទុកវាមួយដុំតោះមកយើងយកអានេះ2គុណឲ្យ2គឺបាន4អញ្ចឹងបាន4ការ៉េអូខេអញ្ចឹង4ការ៉េបាទអញ្ចឹងមានន័យថាកន្លែងនេះយើងអាចសរសេរបានថាឬការ៉េ16គឺស្មើឬការ៉េនៃ4ការ៉េបាទអញ្ចឹងតាមរូបមន្តខាងលើដែលខ្ញុំបានរំលឹកគឺស្មើ4អូខេឃើញគឺងាយទេបាទតកតងនឹងលំហាត់នេះបាទសំខាន់តកតងនឹង basic ឬក៏មូលដ្ឋានគ្រឹះនៅថ្នាក់ទី7ទី8បើយើងច្បាស់thìយើងអាចធ្វើវាបានដែរអូខេឥឡូវមកយើងមកមើលមួយទៀតតកតងនឹងឬការ៉េនៃ36បាទអញ្ចឹង36ដូចគ្នាយើងបែកកតាបឋមវាហើយបន្ទាប់មកសេវាជាផលគុណកតាបឋមមកបាទអញ្ចឹងអានេះ36បែកមកយើងដាក់2បាទ2វាចែកមកបាន18បាទ18បន្ទាប់មកនេះយើងដាក់2ទៀតបាទ18ចែក2បាន9បាទតទៅ9សួរយើងដាក់2បានទៀតអត់បានទេដោយសារតែ9អត់អាចចែកដៃនឹង2បានទេអញ្ចឹងបើដាក់2អត់បានអញ្ចឹងតមកយើងដាក់3បាទ9ចែក3គឺចែកដាច់បាទអញ្ចឹងបាន3អានេះគឺបានដែរ3បាទអញ្ចឹង3ចែក3បាន1អញ្ចឹងអស់មកដល់កន្លែងនេះ1គឺអូខេអញ្ចឹងមាន36យើងសរសេរបាន2គុណឲ្យ2បាទ3គុណឲ្យ3បាទអញ្ចឹង2គុណ2បាន2ការ៉េ3គុណ3បាន3ការ៉េហើយដែលបញ្ចប់ការ៉េនេះសារវាតកតងឬការ៉េអញ្ចឹងយើងត្រូវចាប់វាជាការ៉េបាទជាបងអូខេអញ្ចឹងអានេះ2ការ៉េនេះ3ការ៉េអញ្ចឹងដូចខ្ញុំនិយាយខាងលើអញ្ចឹងគឺយើងប្រើរូបមន្ត a សេគុណ n គុណ b សេគុណ n a សេគុណ n គុណ b សេគុណ n គឺស្មើ a គុណ b ទាំងអស់ហ្នឹងស្វ័យគុណ n អញ្ចឹងដូចគ្នាដែរ2ការ៉េគុណឲ្យ3ការ៉េអញ្ចឹងការ៉េនេះយើងទុកមកឡែកអញ្ចឹងយើងយកនេះ2គុណឲ្យ3អញ្ចឹងបាន6ស្វ័យគុណ2បាទអូខេអញ្ចឹងបើប៉ុណ្ណឹងយើងអាចសរសេរបានហើយនេះឬការ៉េនៃ36គឺស្មើឬការ៉េនៃ6ការ៉េបាទអ
chẳng vì smart from mùi ok cái những nhé cho bạn nó ngay hạ lợi dương và tỏ tiết bạn chạy tôi bằng đỏ rư cái này học buồn bạn đỏ rư cái này học buồn cứ đôi khi thế cứ dương thầu dương thầu bầm bay học sập buồn lắm mà bầm bay tới khâu hai này học buồn đã học phí rồi học buồn chạy phí ban sàm phí và hay sàm phí và mấy nạ phí chứ mà chú như chăm tha đặt ban tay chúng một thom này mà chẳng sàm phí chạy phí đọc một muối chạy phí bằng bảy chạy phí bằng bốn chạy phí bằng phí và phí chạy phí bằng muối ok chứ dương là xem mà bàn màn đong này muối phí bảy bốn năm của muối và chứ dương sẽ phí con lại của muối đong và còn mấy chập như phí cái phí con phí ăn phí cái đấy phí con phí ăn phí cái đấy phí con phí ăn phí cái đấy và chẳng cái đấy được kia nhưng tục cái mà lại và như từ san bên này chẳng do cô lấy con hiếm phí con phí chẳng bán from bảy cái đấy bạn ok chẳng mà chẳng nhà đó nâng một cái dân tục mà lại chứ dân đặt sai tại một nấy bạn ok chẳng dân mà đó from bảy chẳng khi nhớ ở bên đây của bạn thì tẹt tông nâng làm hạt này bạn song khán ở đây dân cho bạn tẹt tông nâng ca bầm bảy chủng lùm bát thom bạn hay nâng ca xây về chỉ xoay côn cứ để chỉ mi đi nâng hạt thì bầm bảy bạn cứ dân màn riêng hỏi ok lấy dân mưa mùi tiết bạn cứ đỏ rư cái này rồi cứ mình miền ấy và bạn thế cứ đôi ta mình đại thế bạn cứ dùng vậy vì chỉ pho con cái tạp thom đó bạn chẳng mà rối đã phí bạn mà rối chạy phí bạn hà sợ nên nhưng đã phí chứ hà sợ chạy phí bạn phải phèn tapi ini sudah đã phí bạn đi ọt bạn thế là sang phải phèn ọt chạy đánh phí chắc lâu thì là chắc đã bay bạn ọt còn bạn đấy xa ra phải phèn ọt chạy đánh bay thế chẳng là bay là vì chạy đánh cứ vì chạy đánh nên và topic bảy cứ pram một phẩy pram chạy pram cứ bằng pram bạn ok chẳng như là pram thiết bạn ok nếu như man mùi này trong sông khán là như mùi chẳng cái này nó mà rồi nhưng anhจะ say bạn thà phí con ơi phí nè con ơi pram bạn ok chẳng chẳng bạn ở phí con phí ăn phí cái đấy pram cái đấy chẳng nèนี่ตุสานวิโดยគ្នាគោលខុសគ្នាអញ្ចឹងយើងរក្សានេះតុសานដគុណនេះពី5ដង10ការ៉េបាទអូខេអញ្ចឹងកន្លែងនេះយើងអាចសរសេរបានដកបាទឬការ៉េនៃ100គឺស្មើឬការ៉េនៃ10ការ៉េបាទអញ្ចឹងស្មើដក10បាទគេងាយបាទអូខេឥឡូវយើងមើលឬការ៉េនៃ121វិញបាទអញ្ចឹងដូចគ្នាបំបែកកតាបឋមវាមកបាទចានេះគឺបាន121បើយើងគិតទៅចំនួនបឋម121វាអាចចែកដាច់បានគឺមានតែ11ឯងបើ2ក៏ដាក់អត់បានព្រោះ121អត់អាចចែកដាច់នឹង2ហើយក៏អត់អាចចែកដាច់នឹង3ហើយក៏អត់អាចចែកដាច់នឹង5ហើយក៏អត់អាចចែកដាច់នឹង7ដែរអញ្ចឹងចុងក្រោយគឺ121នេះគឺយើងអាចចែកដាច់នឹង11អញ្ចឹងយើងដាក់11បាទអញ្ចឹង11ចែកមកគឺបាន11ចឹងនេះ11ជាយើងដាក់1បាទអូខេអញ្ចឹង121គឺស្មើ11គុណ11អញ្ចឹងស្មើ11ការ៉េបើ11ការ៉េអញ្ចឹងកន្លែងនេះយើងអាចទៅសេបានថាឬការ៉េនៃ121ស្មើឬការ៉េនៃ11ការ៉េបាទអញ្ចឹងគឺស្មើ10 11អូខេបាទអញ្ចឹងងាយតើតើបំផាត់នេះសំខាន់ដើម្បីដោះស្រាយវាបានគឺយើងត្រូវទី1ត្រូវចាំរូបមន្តដែលខ្ញុំរំលឹកខាងលើបាទហើយនឹងចេះបំបែកកតាបឋមនិងសរសេរផលគុណកតាបឋមនឹងជាស្វ័យគុណបាទគឺអូខេហ្នឹងហើយឥឡូវយើងមើលបន្តទៀតបាទហើយអានេះគឺដកឬការ៉េនៃ144បាទគឺណែនដែរទេបាទគឺយើងត្រូវធ្វើការបំបែកនេះផលគុណកតាបឋមនេះ144បាទបែកបានចែកនឹង2បាទចឹងបាន72ចែកនឹង2បាន36ចែកនឹង2បាន18ចែកនឹង2បាន9សួរចែក2បានទៀតអត់ទេដោយសារតែ9អត់អាចចែកដាច់នឹង2បានទេអញ្ចឹងយើងត្រូវដាក់3ម្ដង3វាចែកដាច់បានអូខេចែកមកគឺបានប៉ុណ្ណឹងតើមកយើងទៅសេវានេះសេវាជាហូហែតាមផលគុណដោយស្រង់ពីនេះមកវិញបាទអូខេជាងតែកន្លែងនេះយើងចាប់វាពី2ដោយសារតែវាគឺការ៉េបាទអញ្ចឹង2គុណ2បាន2ការ៉េ2គុណ2 2ការ៉េ3គុណ3បាន3ការ៉េ
តមកក្រេទុកមួយឡែកតមកយើងធ្វើការគុណទៅលើគោលរបស់វាទៅបាទនីត្រូសនទុកដដែលដោយសារនីត្រូសនវាដូចគ្នានេះនីត្រូសន2ដូចគ្នាអញ្ចឹងរក្សានីត្រូសនគុណតគោលទៅ2គុណ2 4 3ដង12អញ្ចឹងបាន12ការ៉េបាទអូខេអញ្ចឹងមានន័យថាដកឬការ៉េនៃ144គឺស្មើដកឬការ៉េ12បាទអញ្ចឹងស្មើដក12អូខេហ្នឹងហើយចប់ហើយឥឡូវយើងមកមើលឬការ៉េនៃ625ម្ដងបាទដូចគ្នាទេគឺនេះគឺបំបែកនេះបាទ125ដាក់2អត់បានដាក់3អត់បានអញ្ចឹងយើងដាក់5ភាសាតែ625វាចែកដៃនឹង5អញ្ចឹងយើងមើលបាទបើចែកបើយើងដាក់5យើងបាន125បាទតោះមកដាក់5បាន25ដាក់5 25យក5បាន5បាទ5បាន1អូខេជាយើងអាចសរសេរបានថា625គឺស្មើ5គុណ5គុណ5ខ្លួនឯង4ដងអញ្ចឹងដើម្បីងាយខ្ញុំចាប់វា2បាទអញ្ចឹង5គុណ5បាន5ការ៉េ5គុណ5បាន5ការ៉េអញ្ចឹងការ៉េដូចគ្នានីត្រូសនវាដូចគ្នាអញ្ចឹងយើងគុណតគោល5គុណ5បាន25ការ៉េអញ្ចឹង625ស្មើនឹង25ការ៉េអញ្ចឹងយើងអាចសរសេរបានថាស្មើនឹងការ៉េនៃ25ការ៉េបាទអញ្ចឹងយើងដោះស្រាយមកបាទការ៉េសម្រួលមកគឺបាន25អូខេហ្នឹងហើយហេឥឡូវយើងមើលបន្ទាប់ពីឬការ៉េឥឡូវយើងចូលឬគីបម្ដងបាទឬគីបដូចគ្នាដែរគឺបំបែកកថាបឋមដូចគ្នាបាទអញ្ចឹង8បើយើងគិតមកគឺបានប៉ុន្មាន12បាទ8ចែក2បាន4បាទ12 4ចែក2គឺបាន2បើមកដាក់2ទៀតបាទបាន1បាទអញ្ចឹង8នេះយើងអាចសរសេរបានថា2គុណ2គុណខ្លួនឯងចំនួន3ដងអញ្ចឹងបាន2ស្វ័យគុណ3ហេតុអីគឺដោយសារតែកន្លែងនេះគឺយើងធ្វើការយកវាដោយសារតែវាឬគីបបាទឬគីបអញ្ចឹងតើតើយើងធ្វើការចាប់វា3ដែរបាទអញ្ចឹងបានខ្ញុំដាក់នេះ2គុណ2 2គុណ2 2ស្វ័យគុណ3ខុសពីអាមុនឬការ៉េគឺយើងដាក់2គុណឲ្យ2អញ្ចឹងបាន2ការ៉េតែសារនេះឬគីបជាងយើងដាក់2ស្វ័យគុណ3បាទអូខេហ្នឹងហើយអញ្ចឹងស្មើនឹងឬគីបនៃ2ស្វ័យគុណ3អញ្ចឹងយើងប្រើរូបមន្តខាងលើគឺស្មើ2អូខេតមកមួយទៀតគឺតកតនឹងនេះឬគីបនៃដក8បាទតកតនឹងឬគីបគឺក្រាឌីកង់របស់វាវិជ្ជមានក៏បានអវិជ្ជមានក៏បានបាទអញ្ចឹងដើម្បីដោះស្រាយវាគឺនេះគឺយើងគ្រាន់តែបើថាវាមានសញ្ញាដកយើងទាញសញ្ញាដកមកក្រៅមកបាទសញ្ញាដកមកក្រៅហើយនេះយើងប្រើតាមមកលើមកឬគីបនៃ8គឺឃើញ2បាទអូខេហ្នឹងហើយគឺបន្ទាប់មកយើងធ្វើការគណនានេះដូចគ្នាទេបែកវាមកបាទបន្ទាប់មកយើងធ្វើការបែកវាបានប៉ុណ្ណឹងបាទតែមកបន្ទាប់មកយើងធ្វើវាស្វ័យគុណ3បាទដោយសារតែវាតកតនឹងឬគីបបាទអូខេអញ្ចឹងដូចគ្នាទេនេះគឺស្មើដក3បាទអូខេ64ក៏អញ្ចឹងដែរគឺយើងបែកគ្នា64នេះបែកតាមដំណើរអញ្ចឹងទៅប៉ុន្តែសារនេះខ្ញុំចាប់វា3សារវាឬទី3ឬគីបបាទ2ស្វ័យគុណ3 2ស្វ័យគុណ3 2បាទអញ្ចឹងវាស្មើដូចគ្នាដែរបាទនេះដោយសារនេះទូរស័ព្ទវាដូចគ្នា3ដូចគ្នាបាទអញ្ចឹង2គុណ2បាន4គីបបាទអូខេអញ្ចឹងស្មើប៉ុណ្ណេះអូខេហ្នឹងហើយអញ្ចឹងខ្ញុំសូមបញ្ចប់ប៉ុណ្ណឹងឥឡូវមុននឹងបញ្ចប់ខ្ញុំមានកិច្ចការផ្ទះឲ្យធ្វើបាទគ្នាយើងធ្វើទៅបាទគឺប៉ុណ្ណឹងអូខេហើយសូមអរគុណដល់បងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូតាមដានរហូតដល់ចប់បាទហើយចុងក្រោយសូមកុំភ្លេចចុច Subscribe ចុច Share និង Like វីដេអូផងបាទសូមអរគុណសូមជម្រាបលាបាទអូខេ